កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានប្រកាសសង្គ្រាមសងសឹកជាមួយនឹងសហរដ្ឋអាមេរិកជាថ្មីម្ដងទៀតដោយបានបញ្ជាដ្រូនជាច្រើនគ្រឿងវាយកំទេចនាវាអាមេរិកខាងវិញក្រោយពីសហរដ្ឋអាមេរិកបានបាញ់កំទេចនាវាអ៊ីរ៉ង់និងរឹបអូសនាវាអ៊ីរ៉ង់ជាច្រើនគ្រឿងស្របពេលដែលអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហូម៉ូសយ៉ាងតឹងរ៉ឹងបំផុតដើម្បីជាការបំបាក់មុខដល់លោក Donald Trump កាលពីថ្ងៃទី19ខែមេសានេះកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បាននិយាយថាកងទ័ពអាមេរិកបានបាញ់កំទេចនាវាអ៊ីរ៉ង់និងរឹបអូសនាវាអ៊ីរ៉ង់នៅដែនសមុទ្ររបស់អ៊ីរ៉ង់ដោយបានគម្រាមអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រហូម៉ូសឡើងវិញភ្លាមកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារកាសែតអ៊ីរ៉ង់ FAS ឲ្យដឹងថាកងទ័ពអាមេរិកកាន់តែកក្លឿននិងព្រៃផ្សៃហ៊ានបិទគប់ផ្លូវទឹកអ៊ីរ៉ង់និងបានបាញ់កំទេចនាវាអ៊ីរ៉ង់រួមទាំងរឹបអូសនាវាអ៊ីរ៉ង់ជាច្រើនគ្រឿងទុកជាការព្រមានជាដើមកងទ័ពបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានឆ្លើយតបវិញថាអ៊ីរ៉ង់បានបញ្ជូនដ្រូនជាច្រើនគ្រឿងគោលដៅដើម្បីវាយចូលកំទេចនាវាអាមេរិកដែលបានបិទគប់ច្រកសមុទ្ររបស់អ៊ីរ៉ង់និងបានរឹបអូសនាវាអ៊ីរ៉ង់ជាច្រើនគ្រឿងដើម្បីទុកជាការសងសឹកទៅអាមេរិកវិញផងដែរអ្នកនាំពាក្យកងទ័ពបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានអះអាងថាអ៊ីរ៉ង់កំពុងបញ្ជូនដ្រូនជាច្រើនគ្រឿងដោយបញ្ជាចេញពីមូលដ្ឋានរបស់អ៊ីរ៉ង់ដើម្បីបាញ់សងសឹកជាមួយនឹងសត្រូវរបស់ខ្លួនគឺសហរដ្ឋអាមេរិកដែលបានកក្លឿនធ្វើបាបអ៊ីរ៉ង់ម្ដងជាពីរដងចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃទី28ខែកុម្ភៈមកអ្នកនាំពាក្យរូបនេះបាននិយាយថាអ៊ីរ៉ង់ប្រហែលជាអស់ការអត់ធ្មត់ហើយអ៊ីរ៉ង់ត្រូវតែវាយសងសឹកអាមេរិកវិញភ្លាមព្រោះអាមេរិកបានធ្វើបាបអ៊ីរ៉ង់ជាច្រើនដងសូម្បីតែនាវារបស់អ៊ីរ៉ង់ក៏អាមេរិកបាញ់កំទេចនិងរឹបអូសយ៉ាងកក្លឿនផងដែរលោកបន្តថាបើអ៊ីរ៉ង់មិនសងសឹកដោយកងកម្លាំងទេអាមេរិកនៅតែបន្តធ្វើបាបនិងបាញ់កំទេចមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់រោងចក្រអ៊ីរ៉ង់ហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវថ្នល់និងទីតាំងរបស់អ៊ីរ៉ង់ជាច្រើនទៀតដែលអាមេរិកនិងអ៊ីស្រាអែលបានបាញ់ប្រហារលោកសង្កត់ធ្ងន់ថាសង្គ្រាមអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកប្រហែលជាមិនងាយចប់នោះទេព្រោះអាមេរិកបន្តវាយប្រហារលើអ៊ីរ៉ង់មិនដល់ដៃបើទោះបីជាភាគីទាំងពីរធ្លាប់យល់ព្រមចុះកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល2សប្តាហ៍ក្តីលោកព្រមានដែរថាបើអាមេរិកនៅតែបន្តធ្វើបាបអ៊ីរ៉ង់ឈ្លានពានអ៊ីរ៉ង់និងវាយកំទេចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់បន្តទៀតអ៊ីរ៉ង់នឹងវាយសងសឹកវិញយ៉ាងចាស់ដៃហើយអ៊ីរ៉ង់សន្យាថានឹងមិនងាកទៅរកតុចរចាជាមួយនឹងអាមេរិកម្ដងទៀតនោះទេលោកនិយាយថាកងទ័ពបដិវត្តន៍អ៊ីរ៉ង់បានសន្យាថានឹងវាយសងសឹកអាមេរិកវិញយ៉ាងពេញទំហឹងដោយបានបញ្ជាដ្រូនជាច្រើនគ្រឿងវាចូលទៅនាវាអាមេរិកតែម្ដងដើម្បីគម្រាមអាមេរិកឲ្យប្រគល់នាវាអ៊ីរ៉ង់ត្រឡប់មកវិញកម្ដៅសង្គ្រាមនៅមជ្ឈិមបូព៌ាឬសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងជាថ្មីម្ដងទៀតក្រោយពីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហូម៉ូសឡើងវិញកាលពីថ្ងៃទី18ខែមេសាខណៈច្រកសមុទ្រមួយនេះទើបតែបើកដំណើរការជាផ្លូវការមិនទាន់បានមួយថ្ងៃពេញផងការប្រកាសបិទច្រកជាឯកតោភាគីរបស់អ៊ីរ៉ង់នេះជាការបំបាក់មុខដល់លោកប្រធានាធិបតី Trump យ៉ាងខ្លាំងខណៈលោក Donald Trump កំពុងមានមោទនភាពថាខ្លួនបានសម្រេចផែនការជាមួយនឹងអ៊ីរ៉ង់រឿងបោកច្រកសមុទ្រហូម៉ូសឡើងវិញ